ប្អូនមួយចំនួនគាត់សួរខ្ញុំថាហេតុអ្វីនៅពេលដែលគាត់បង់លុយនៅលើ Telegram រួចហើយនៅពេលដែលគាត់ login ចេញឬក៏គាត់ update នៅកម្មវិធី Telegram ហ្នឹងហើយបន្ទាប់មកនៅពេលដែលគាត់ login ចូលម្ដងទៀតគេទាមទារឲ្យគាត់បង់លុយម្ដងទៀតអញ្ចឹងជៀសវាងពីការបង់លុយម្ដងហើយម្ដងទៀតខ្ញុំមានវិធីសាស្ត្រអ្វីបានជា Telegram របស់ខ្ញុំ login ចូលម្ដងហើយម្ដងទៀតគឺអត់មានតែការបង់លុយអញ្ចឹងឥឡូវនេះគឺនេះជា Telegram របស់ខ្ញុំនៅពេលដែលខ្ញុំ login ចូលធម្មតាចឹងទៅគឺអត់មានទាមទារអ្វីហើយក៏អត់មានបង់លុយដែរហើយគឺខ្ញុំធ្វើការ login ចេញនៅពេលដែលខ្ញុំ login ចេញហើយខ្ញុំធ្វើការ login ចូលម្ដងទៀតនៅពេលដែលខ្ញុំធ្វើការ login ចូលម្ដងទៀតនៅតែមិនបង់លុយហើយក៏មានភ្ជាប់អីយ៉ាងដែរគឺ login ចូលធម្មតាដោយសេរីគឺអត់មានពិបាកទេបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាសុខសប្បាយអត់ហើយញ៉ាំបាយញ៉ាំទឹកនៅបងប្អូនអរគ្នាបាទចឹងថ្ងៃនេះគឺយើងបន្តនៅវីដេអូថ្មីហើយវីដេអូថ្ងៃនេះក៏តាក់ទងនឹង Telegram ដែលបងប្អូនយើងច្រើនគាត់បានសួរខ្ញុំថាពេលដែលគាត់ login ចូល Telegram ប្រើប្រាស់ម្ដងហើយគាត់បង់លុយហើយប៉ុន្តែនៅពេលដែលគាត់ login ចេញឬក៏ update អីហ្នឹងគឺគាត់ login ចូលម្ដងទៀតគេឲ្យគាត់នឹងបង់លុយម្ដងទៀតដើម្បី login ចូលហើយភ្ជាប់អីយាយទៀតបាទអញ្ចឹងគឺពិបាកមែនតើហើយក៏ជាបញ្ហាមួយដែលយើងត្រូវចំណាយលុយដែរម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតឧទាហរណ៍ថាបងប្អូនច្រឡំដៃlogin ចេញហ្នឹងតែបងប្អូនចង់ចូលទៅ account មួយទៀតអញ្ចឹងបងប្អូនចង់ប្រើប្រាស់ account ហ្នឹងវិញបងប្អូន login ចូលមកគឺបង់លុយទៀតអញ្ចឹងគឺអត់ចំណេញទេខាតរហូតអញ្ចឹងឥឡូវនេះខ្ញុំមានវិធីសាស្ត្រហើយក៏ជាចំណុចសំខាន់សម្រាប់យើងទីនឹងហើយដើម្បីយើង login ចូល Telegram ថ្ងៃក្រោយគឺចូលដោយសេរីហើយចង់ចេញដោយសេរីចង់ចូលស្មើណាក៏បានចង់ចេញស្មើណាក៏បានអត់ពិបាកហើយក៏អត់ទាមទារទៅការបង់លុយដែរគឺតែម្ដងហើយបានរហូតតែម្ដងបាទឥឡូវនេះមកធ្វើតាមខ្ញុំទាំងអស់គ្នាដំបូងឡើយបងប្អូនធ្វើការចូលទៅក្នុង Telegram របស់យើងឬក៏ account Telegram របស់យើងហ្នឹងដើម្បីអីដើម្បីយើងទៅបំពេញនៅលេខទូរស័ព្ទដែលយើងធ្លាប់ប្រើប្រាស់ពីមុនដើម្បីយើង login ចូលមកដល់កន្លែងនេះបងប្អូនត្រូវតែជ្រើសរើសប្រទេសបងប្អូនដាក់កម្ពុជាមកហើយបន្ទាប់ពីបងប្អូនដាក់ហើយបងប្អូនធ្វើការបំពេញលេខទូរស័ព្ទដែលបងប្អូនធ្លាប់ប្រើប្រាស់ពីមុនមកបងប្អូនបំពេញហើយបងប្អូនធ្វើការផ្ទៀងផ្ទាត់លេខទូរស័ព្ទហ្នឹងតើត្រឹមត្រូវឬអត់បន្ទាប់ពីបងប្អូនផ្ទៀងផ្ទាត់រួចហើយបងប្អូនធ្វើការចុចទៅមុខទៀតបន្ទាប់ពីបងប្អូនធ្វើការចុចទៅមុខហើយចូលមកដល់កន្លែងនេះគេឲ្យយើងបំពេញ Gmail បំពេញ Gmail បងប្អូនចូលមកចឹងបើសិនជាបងប្អូនអត់ចេះ Gmail អាចចូលទៅមើលវីដេអូខ្ញុំខាងក្រោមបានខ្ញុំបានធ្វើការបរៀនបង្កើត Gmail ដើម្បីយកមកភ្ជាប់ជាមួយកម្មវិធីផ្សេងៗបាទការបង្រៀនយើងវិញបាទបន្ទាប់ពីបងប្អូនធ្វើការបំពេញ Gmail ហើយដើម្បីឲ្យលោតសារចូលក្នុង Gmail របស់យើងបងប្អូនធ្វើការរងចាំដើម្បីបំពេញនៅលេខកូដ6ខ្ទង់ដែលគេផ្ញើឲ្យយើងបន្ទាប់ពីបងប្អូនធ្វើការបំពេញលេខកូដ6ខ្ទង់ដែលគេផ្ញើទៅ Gmail នឹងហើយបងប្អូនធ្វើការចុចចូលហើយបងប្អូនធ្វើការរងចាំដើម្បីឲ្យ Telegram ហ្នឹងគេបានតាក់ទងមកយើងដើម្បីប្រាប់លេខកូដនៅពេលដែលគេទេមកយើងបងប្អូនធ្វើការបើក seeker ឬមួយក៏បងប្អូនត្រៀមទូរស័ព្ទមួយទៀតដើម្បីកត់លេខកូដដែលគេផ្ញើឲ្យបងប្អូនស្ដាប់ឲ្យទាន់ស្ដាប់ឲ្យច្បាស់ដើម្បីឲ្យផ្ទៀងផ្ទាត់ច្បាស់ត្រឹមត្រូវកុំឲ្យខុសបន្ទាប់ពីបងប្អូនធ្វើការផ្ទៀងផ្ទាត់ដាក់លេខចំនួនដែលគេផ្ញើមកឲ្យបងប្អូនធ្វើការចុចបញ្ជូនមកនឹងទទួលបានជោគជ័យជាសមិទ្ធផលដែលយើងទទួលបានជោគជ័យហើយយើងបានបំពេញព័ត៌មានត្រឹមត្រូវបំពេញ Gmail បំពេញអីចឹងនៅពេលដែលថ្ងៃក្រោយបងប្អូនចង់ login ចូលនេះគឺចូលដោយសេរីចង់ចេញដោយសេរីហើយបងប្អូនមិនបាច់បង់លុយទៀតទេបាទចឹងវីដេអូនេះគឺឈានដល់ទីបញ្ចប់ដែរកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំអាប់ឡូតវីដេអូតទៅទៀតអរគុណច្រើនជម្រាបបងប្អូនអរគ្នាបាយបាយ